ភ្ញាក់ផ្អើលពេញបណ្ដាញសង្គមប្រើតុកបាយចាស់អស់ជាច្រើនឆ្នាំទើបដឹងជាផ្ទាំងកិត្តិយសដូនតាកាលពីសម័យរាជវង្សឈិងរឿងរ៉ាវដ៏ចម្លែកនិងភ្ញាក់ផ្អើលមួយកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គមចិនដោយយិនបន្ទាប់ពីបរិសម្នាក់បានទម្លាយរឿងពិតនៃតុបាយឈើចាស់នៅក្នុងផ្ទះរបស់ខ្លួនដែលគ្រួសារលោកបានអង្គុយហូបបាយលើវាជារៀងរាល់ថ្ងៃអស់ជាច្រើនឆ្នាំប៉ុន្តែចុងក្រោយបែរជាដឹងថាវាគឺជាផ្ទាំងកិត្តិយសប្រវត្តិសាស្ត្រតាំងពីសម័យរាជវង្សឈិងដែលស្ថិតនៅក្នុងចន្លោះពីឆ្នាំ1644ដល់ឆ្នាំ1912ទៅវិញបរិសជាម្ចាស់រឿងនេះមានត្រកូលស៊ូរស់នៅភូមិមួយនៃខេត្តហ៊ុយភាគខាងកើតប្រទេសចិនបានចែករំលែកវីដេអូបង្ហាញពីតុបាយឈើចាស់ប្រៃស្រាំពណ៌ក្រហមក្រមៅនិងមានស្នាមឆ្កូតនិងចាស់ទ្រុឌទ្រោមទៅតាមពេលវេលាទោះជាយ៉ាងណាថ្ងៃមួយដោយសារតែភាពចង់ដឹងនិងការសង្កេតមើលយ៉ាងល្អិតល្អន់លោកស៊ូបានប្រទះឃើញតួអក្សរចិនបុរាណចំនួន2តួគឺកងយានដែលត្រូវបានចារឹកយ៉ាងផ្ចិតផ្ចង់នៅតែមានរូបរាងច្បាស់លាស់នៅលើផ្ទៃឈើនោះដោយសារតែចង់ដឹងពីអត្ថន័យនិងប្រភពដើមលោកស៊ូក៏បានយកអក្សរចារឹកទាំង2តួនោះទៅស្វែងរកព័ត៌មានបន្ថែមនៅលើអ៊ីនធឺណិតអ្វីដែលធ្វើឲ្យលោកនិងក្រុមគ្រួសាររន្ធត់ចិត្តនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺលទ្ធផលបង្ហាញថាតុបាយចាស់នេះដើមឡើយមិនមែនជាតុសម្រាប់ហូបបាយនោះទេប៉ុន្តែវាជាផ្ទាំងបដាកិត្តិយសផ្លូវការ Academy Plaque ដែលត្រូវបានប្រគល់ជូនដោយមន្ត្រីផ្នែកអប់រំនាសម័យរាជវង្សឈិងតាមរយៈការស្រាវជ្រាវបន្ថែមបានឲ្យដឹងថាផ្ទាំងកិត្តិយសនេះត្រូវបានប្រគល់ជូនលោកស៊ូយុនលីដែលត្រូវជាលោកតាទូតរបស់លោកស៊ូដើម្បីជាការសរសើរនិងទទួលស្គាល់ចំណេះដឹងសមត្ថភាពដ៏ឆ្នើមព្រមទាំងលទ្ធផលប្រឡងជាប់ថ្នាក់ខេត្តយ៉ាងខ្ពង់ខ្ពស់នៅក្នុងប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការនាសម័យអាណាចក្រចិនបុរាណលោកស៊ូបានរៀបរាប់ទាំងពោះចិត្តថាខ្ញុំមិនដែលគិតទាល់តែសោះថាតុបាយដែលគ្រួសារយើងប្រើប្រាស់និងអង្គុយហូបជុំគ្នាអស់ជាច្រើនទសវត្សរ៍តាមពិតជាបានសរសើរនិងជាប្រវត្តិសាស្ត្រសិក្សាដ៏ឧត្តមឧត្តមរបស់តាទូតសោះលោកបានបន្តទៀតថាកាលពីច្រើនឆ្នាំមុនមនុស្សចាស់ៗនៅក្នុងគ្រួសារមិនបានដឹងឬចាប់អារម្មណ៍ពីតម្លៃប្រវត្តិសាស្ត្រនៃផ្ទាំងឈើនេះឡើយពួកគាត់គ្រាន់តែឃើញថាវាជាឈើបន្ទះធំក្រាស់និងមានសាច់រឹងមាំល្អអាចធន់ទៅនឹងការប្រើប្រាស់បានយូរទើបសម្រាប់ចិត្តយកវាមកកែច្នៃបំពាក់ជើងធ្វើជាតុបាយប្រើប្រាស់ក្នុងគ្រួសារប្រចាំថ្ងៃតែម្ដងក្រោយពេលវីដេអូនោះត្រូវបានបង្ហោះភ្លាមនោះវាបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដែលមានអ្នកចូលមើលនិងចែករំលែករាប់លានដងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចូលមកបញ្ចេញមតិប្រកបដោយស្នាមញញឹមនិងភាពភ្ញាក់ផ្អើលហើយបានលេងសើចថាអង្គុយហូបបាយលើស្នាដៃដូនតាមិនដឹងថាពេលហូបបាយទៅទទួលបានពន្លឺបញ្ញារបស់ដូនតាទូតខ្លះដែរឬទេហើយខ្លះទៀតបានសម្ដែងការសោកស្ដាយថាវត្ថុបុរាណដ៏មានតម្លៃផ្លូវចិត្តនិងប្រវត្តិសាស្ត្រគ្រួសារដ៏ធំធេងបែបនេះបែរជាត្រូវយកមកធ្វើជាតុបាយប្រឡាក់ខ្លាញ់និងទឹកស៊ុបអស់ជាច្រើនឆ្នាំទៅវិញបច្ចុប្បន្នរឿងរ៉ាវមួយនេះមិនត្រឹមតែបង្កើតបរិយាកាសរីករាយនៅលើបណ្ដាញសង្គមកម្សាន្តប៉ុណ្ណោះទេប៉ុន្តែវាក៏បានក្រើនរំលឹកដល់មនុស្សជាច្រើនឲ្យផ្ដើមចាប់អារម្មណ៍និងពិនិត្យមើលវត្ថុចាស់ៗនៅក្នុងផ្ទះរបស់ខ្លួនឡើងវិញព្រោះវាអាចជារតនសម្បត្តិប្រវត្តិសាស្ត្រដែលត្រូវបានគេមើលរំលងក៏ថាបាន